នេះស្លឹកជាមនុស្សគ្រាន់បើម្នាក់ក្នុងភូមិដែលគេឯងស្គាល់គ្រប់គ្នាគ្មានចន្លោះឡើយគេធ្លាប់ឆ្លងកាត់ការបួសរៀនអស់រយពេល3វស្សាជាទំនៀមទម្លាប់របស់សាសនាព្រះពុទ្ធដើម្បីសងគុណឪពុកម្ដាយមុននឹងរៀបចំរកគូស្រករប្រពន្ធគេជានារីម្នាក់មានរូបសម្រស់ស្អាតបើប្រៀបធៀបនឹងស្រីក្នុងភូមិក្បែរនោះចាប់តាំងពីមានភរិយាមកនេះស្លឹកឧស្សាហ៍ធ្វើការងារធ្ងន់ស្រាលគ្រប់បែបយ៉ាងគ្មានថ្ងៃណាឃើញនេះស្លឹកដើរឥតប្រយោជន៍នោះឡើយអ្នកស្រុកភូមិនាំគ្នាស្ងើចសរសើរមិនដាច់ពីមាត់ដែលគេខិតខំមិនចេះនឿយហត់ថ្ងៃនេះគេមកពីណាមិនដឹងដើរកាត់មុខផ្ទះតាជាមក្នុងដំណើរស្ទើររត់ស្ទើរដើរដែលជាទម្លាប់អេចុះឯងមកពីណាដូចជាប្រញាប់ប្រញ័រម្លេះចៅស្លឹកអូបាទមកពីស្រែហេឧស្សាហ៍ដូចជាឯងនេះមិនយូរទេប្រកាសជាធ្វើអ្នកមានប្រចាំភូមិជាមិនខានអរគុណលោកតាអូណែលោកតានៅផ្ទះតែម្នាក់ឯងទេថ្ងៃនេះនៅតែម្នាក់ឯងទេអាជីទៅណាហើយបានជាបណ្ដោយឲ្យលោកតានៅចាំផ្ទះតែម្នាក់ឯងអីចឹងអាជីទៅភ្នំពេញប៉ុន្មានថ្ងៃហើយក្រែងអាជីជាខ្លាចនឹងឯងវាទៅភ្នំពេញមិនបានប្រាប់ឯងទេឬអត់ទេលោកតាមិនគួរទេខានឃើញមុខវាច្រើនថ្ងៃហើយនេះស្លឹកនិយាយបណ្ដាទម្លាក់គូតអង្គុយលើគ្រែបណ្ដាបំណងជែកលេងជាមួយតាជាមួយផ្លែតសិនព្រោះខានឈៀងមកលេងយូរហើយពេលណាបានសន្ទនាជាមួយនឹងតាជាម្ដងគេហាក់ដូចជាកក់ក្ដៅណាស់ព្រោះដូចជាមានប្រយោជន៍ច្រើនយ៉ាងហោចណាស់ក៏បានដឹងពីប្រវត្តិខ្លះដែរមនុស្សជំនាន់គេមិនបានដឹងមកពីមុនមិនថាអ្នកណាបើដើរទៅមកឆ្លងកាត់មុខផ្ទះតាជាមតែងតែឈៀងចូលលេងឬយ៉ាងហោចណាស់ក៏ស្រែកសួរសុខទុក្ខពីជំងឺដែរគ្រប់គ្នាចាត់ទុកតាជាមជាមលពោតស្លឹកក្រាស់ប្រចាំភូមិក្រោយពីសន្ទនាគ្នាអស់រយពេលយូរសំគួរតាជាមអនសម្លឹងមើលមុខនីស្លឹកយ៉ាងពិនិត្យពិច័យប្រៀបដូចជាកំពុងស្វែងរកអ្វីម្យ៉ាងបន្ទាប់មកតាជាមប្រាប់រឿងមួយដល់នីស្លឹកធ្វើឲ្យនីស្លឹកមានភាពរីករាយញឹមញែមខុសពីធម្មតាមិនឲ្យនីស្លឹកញឹមម្ដេចនឹងកើតបើតាជាមប្រាប់ថាបើតាមមើលទៅឯងជាមនុស្សម្នាក់កំពុងតែមានជោគលាភខាងមាសប្រាក់ធំដុំផងវើយតាជាមនិយាយចប់ក៏ទុកអត្ថន័យចោលមួយសន្ទុះមុននឹងគាត់និយាយជាប្រយោគបន្តទៅទៀតថាប៉ុន្តែស្លឹកអើយវាជាជោគលាភគួរឲ្យខ្លាចផងគួរឲ្យខ្លាចយ៉ាងម៉េចទៅលោកតាជោគលាភនោះធំដុំមែនប៉ុន្តែបើបានមកដល់ឯងពេលណាក៏មានន័យថាឯងត្រូវតែបាត់បង់របស់អ្វីម្យ៉ាងទៅវិញដែលប្រសិនបើឯងមិនចង់ទទួលយកជោគលាភសេចក្តីទុក្ខនោះក៏មិនបានមកដល់ឯងដែរប៉ុន្តែថាជោគលាភជាដុំកំភួននោះសំដៅដល់ជោគលាភខាងផ្នែកណាទៅលោកតាគឺជោគលាភនឹងបានទទួលប្រាក់ខ្លាយជាអ្នកមាននោះឯងបើអីចឹងល្អហើយលោកតាខ្ញុំចង់ឲ្យថ្ងៃនោះវាមកដល់ខ្លាំងណាស់តែវាគួរឲ្យខ្លាចមែនបុរាណលោកថានឹងមានទុក្ខព្រោះលាភហេតុនេះអ្នកខ្លះព្រមឲ្យនៅក្រចុះប្រសើរជាងមានទ្រព្យទាំងរងទុក្ខដូច្នេះខ្ញុំមានជីវិតរស់នៅនេះក៏ព្រោះត្រូវការមានទ្រព្យស្ដុកស្ដំដែរប្រសិនបើខ្ញុំមានមែននោះមិនដឹងជាយ៉ាងណាទេមិនពិតទេជើស្លឹកពេលដល់ថ្ងៃនោះឯងអាចមានគំនិតផ្សេងទៅវិញក៏ថាបានកុំភ្លេចវាជាលាភទុក្ខណាការសន្ទនាថ្ងៃនោះដំណើរការទៅដោយភាពកក់ក្ដៅរហូតនីស្លឹកភ្លេចគិតទៅថាពេលបានលាភជាដុំកំភួននោះវានឹងកើតសេចក្តីទុក្ខឡើងក្នុងពេលនោះដែរគេនឹកស្រមើស្រមៃទៅដល់ជោគលាភនេះដោយមានជំនឿថាទំនាយរបស់តាជាមយ៉ាងម៉េចគឺយ៉ាងនោះហើយសេចក្តីសង្ឃឹមបានធ្វើឲ្យមនុស្សឧស្សាហ៍ព្យាយាមដូចជានីស្លឹកคล้ายទៅជាមនុស្សលេះលោះ
ទោះបីជាទៅស្រែចម្ការក៏មិនយកចិត្តទុកដាក់នឹងធ្វើការងារដែរគេរងចាំឲ្យថ្ងៃនោះមកដល់ភ្លាមទាន់ចិត្តទេទង្វើនិងអាកប្បកិរិយារបស់នាយស្លឹកបានធ្វើឲ្យនាងក្លិនជាភរិយាចាប់ផ្ដើមមើលឃើញកំហុសឆ្គងនាយស្លឹកមិនបានបរិយាយអ្វីឲ្យលំអិតឡើយនាយស្លឹកដេកចាំប្រេងវាសនាតាំងពីខែប្រាំងរហូតដល់ខែវស្សានាយស្លឹកតែងឈៀងមកលេងផ្ទះតាជាមញឹកញាប់ប៉ុន្តែមិនហ៊ានសួររំលឹកអំពីជោគលាភរបស់ខ្លួនដែរតាជាមបានក្រើនទូនមានម្ដងថាកុំទៅគិតពេកអ្វីដែលជារបស់យើងគង់តែបានទេថ្ងៃមួយផ្ទៃមេឃងឹតស្លុបក៏សត្វអណ្ដែតរីប៉ាយពីពេញមេឃទឹកភ្លៀងចាប់ផ្ដើមបង្អុរចុះមកនាយស្លឹកធ្លាប់តែសប្បាយចិត្តនឹងទឹកភ្លៀងរាល់ឆ្នាំនោះបែរជាលែងរវីរវល់ដល់ទៀតហើយគិតតែម្យ៉ាងប៉ុណ្ណោះរងចាំជោគលាភនឹងមកដល់នៅពេលណាមួយតាមទំនាយរបស់តាជាមប៉ុន្តែគេចាំហើយចាំទៀតទីបំផុតភាពអត់ធន់នឹងការទ្រាំចាំហាក់ដូចជាថមថយទៅគេស្រែកលាន់រំពងប្រណាំងនឹងស្នូភ្លៀងផ្គររន្ទះថាហេតុអីវើយទេវតាមេឃដីខ្មោចព្រីបិសាចអរុកអរៈអ្នកតាខ្មោចព្រៃខ្មោចស្រុកងាប់ទៅណាអស់ហើយហេតុអីអាស្លឹកដូចអញនេះត្រូវមកក្រលំបាកទាំងអញនេះនឹងត្រូវមានវាសនាខ្លាយជាអ្នកមានតើពេលណាជោគលាភនោះនឹងមកដល់អញយប់នោះក្រោយពីបាយល្ងាចរួចនីស្លឹកឡើងទៅចងមុងដេកតាំងពីក្បាលប្រលប់ដោយសារគិតរឿងជោគលាភសំបីតែភរិយាស្រស់ស្អាតក៏គេលែងគិតដែរថែមទាំងពេលនាងមានផ្ទៃ5-6 ខែទៅហើយផងផ្ទុយទៅវិញគេនឹកទៅដល់កូននៅក្នុងផ្ទៃភរិយាថាបើគុំតែក៏ដូច្នេះគុំអីកូនដែលកើតមកនឹងក្លាយជាអ្នកអស្ចារ្យមានអនាគតចេះត្រចង់និងមានការសិក្សាខ្ពស់ជាងអ្នកណាទាំងអស់ក្នុងភូមិគេស្រមើស្រមៃបណ្ដាលយកដៃអពុះភរិយាបណ្ដាលមិនយូរប៉ុន្មានស្រាប់មានអ្វីម្យ៉ាងកើតឡើងជាមួយនឹងគេដូចជាកំពុងដេកលក់ប៉ុន្តែមិនមែនលក់ទេព្រោះនៅបានឬសូរសំឡេងរបស់អ្នកណាម្នាក់ស្រែកហៅគេនៅជណ្ដើរផ្ទះនីស្លឹកគ្រាន់តែងើយមើលក៏ឃើញមនុស្សម្នាក់នៅឈរក្បែរជណ្ដើរជនម្នាក់នោះបន្តថាចង់មានតាមអញមកដោយសារជននោះជាមនុស្សចម្លែកធ្វើឲ្យនីស្លឹកនឹកគិតថាគួរទៅរអត់ណាគេមិនទាន់នឹកសម្រេចចិត្តបានផងជើងរបស់គេក៏បោះជំហានចុះពីលើជណ្ដើរផ្ទះដើរតាមជនម្នាក់នោះទៅហើយនីស្លឹកមានអារម្មណ៍ថានៅពេលនោះគេកំពុងឈានជើងដើរចេញពីក្នុងភូមិឆ្លងកាត់វាលស្រែឃើញផ្លូវស្ទង់នៅសងខាងផ្លូវស្ងាត់ជ្រុងគ្មានឬសំបីតែសំឡេងសត្វតូចតាចយំនីស្លឹកដើរតាមពីក្រោយមនុស្សប្លែកមុខឃើញក្នុងព្រាភ្លាមនោះគេឃើញដើមឈើធំខ្ពស់មួយដើមនិងមានផ្ទះចាស់បុរាណមួយខ្នងដែលសង់ទុកតាំងពីយូរណាស់មកហើយមើលទៅអ្នកនាំផ្លូវនិងនាំមកកាន់ផ្ទះនោះគេពិនិត្យមើលស្ថានភាពទៅមកទើបដឹងថាផ្លូវនេះសង់លើដីស្រែរបស់ខ្លួនទេតើគេតាំងថានឹងសួរម្ចាស់ផ្ទះនេះមើលហេតុអ្វីមកសង់ផ្ទះនៅទីនេះតើអ្នកណាអនុញ្ញាតគេបំរុងឈានជើងឡើងជណ្ដើរផ្ទះនោះស្រាប់តែសំឡេងមនុស្សមានអំណាចម្នាក់ស្រែកគំហកពីលើផ្ទះមកថាអាស្លឹកឯងកុំប្រហើនពេកនីស្លឹកភ្ញាក់ព្រឺតឈប់ងក់ព្រោះសំឡេងនោះពោពេញដោយអំណាចរាងកាយម្ចាស់សំឡេងបង្ហាញរាងចេញមកតាមទ្វារគេជាបុរសមាឌធំភ្នែករាងកាចសំនឹងសំឡេងនឹងតាក់កាយជាមនុស្សបុរាណដូចទូលខោនឥតខុសសក់របស់គាត់សព្រាតប៉ុន្តែកម្លាំងផ្លុំនៅមាំមួនសម្បើមណាស់នីស្លឹកស្លុតស្មារតីមិនហ៊ាននិយាយស្ដីនិងមិនហ៊ានសម្លឹងមើលភ្នែករបស់បុរសកំណាចនោះទៀតឯងចង់មានដូចអាជាមវាប្រាប់ណាស់ទៅនីស្លឹកមិនតបព្រោះប្រមូលសត្វមិនទាន់បានពាក្យសម្លុតបានសន្ធប់លាន់ឡើងមកជាលើកទី2
anh xua hai đờ về anh mình chlái anh đăng tha anh trơ ca đôi chiêm vi prap ní slực top tơ tiếng rờ nhì nhỏ rờ đạ rờ độc đôi miên ở vầy stea đà mộc bát mình toan phốt mọt srul phong sầm lên sai chùm ọc rờ bó bồ ró chùm nà nú loan lang mà đòn tiệt ban ប្រសិនបើអញចង់មានអញឲ្យលេខឆ្នោតឯងយកទៅចាក់ប៉ុន្តែមានលក្ខខណ្ឌមួយគឺមានគេសុំវត្ថុជាទីស្រឡាញ់របស់ឯងម្យ៉ាងសម្រាប់ជាការដោះដូរនៅពេលដែលឯងត្រូវឆ្នោតហើយនិយាយចប់បរោះចំណាស់នោះក៏ប្រាប់តួលេខឲ្យនីស្លឹកនឹងក្រោយមកក៏ពុំដឹងថាត្រឡប់មកផ្ទះវិញតាមរបៀបណាស្រាប់តែភ្ញាក់ឡើងចំពេលនាងក្លិនក្រោកឡើងមកដំណើរគ្នាដែរនីស្លឹកយកដៃចាប់ភរិយាជាប់និងនិយាយអំពីសុបិននោះឲ្យស្ដាប់មិនទាន់ចប់សេចក្តីត្រឹមត្រូវផងភរិយាស្រស់ក្មេងរបស់គេប្ររំខ្ញាក់ព្រោះរឿងខ្មោចព្រាយអីនោះមិនមែនជារឿងសប្បាយទេសម្រាប់ស្ត្រីដូចជានាងដោយក្តីគោរពចំពោះតាជាមព្រឹកឡើងនីស្លឹកក៏យកសុបិននោះទៅនិយាយឲ្យតាជាមស្ដាប់តាជាមដល់ថ្នាក់ស្ទុះចេញពីគ្រែរួចសួរថាសុបិននៅពេលណាពេលដឹងថាជាសុបិនទៀបភ្លឺចំយប់ថ្ងៃសៅរ៍តាជាមដល់ថ្នាក់បើកភ្នែកធំប្រាប់ថាអាស្លឹកអាយបុរាណលោកជឿខ្លាំងណាស់ថាយប់ថ្ងៃសៅរ៍វាត្រូវជាមួយនឹងខ្លួនរបស់អ្នកសុបិនទោះបីជាអាក្រក់ល្អក្តីគឺជារឿងពិតទាំងអស់តាជាមបកស្រាយសុបិនចប់នីស្លឹកបង្ហាញស្នាមញឹមចេញមកដោយក្តីត្រេកអរនីស្លឹកអង្គុយរង់ចាំហើយរង់ចាំទៀតរង់ចាំលេខឆ្នោតចេញទ្រព្យសម្បត្តិមានទាំងប៉ុន្មានដែលអាចលក់បានគេលក់ទាំងអស់ប្រមូលយកលុយចាក់លេខឆ្នោតដែលបានទទួលពីការសុបិនទីបំផុតថ្ងៃចេញលេខឆ្នោតបានមកដល់គេអង្គុយដាក់ត្រចៀកស្ទើរដល់វិជូរង់ចាំស្ដាប់លទ្ធផលសម្បីតែអ្នកជិតខាងក្នុងភូមិក៏ផ្អើលឈប់ធ្វើការមកអង្គុយចាំស្ដាប់នឹងគេដែរមិនយូរប៉ុន្មាននីស្លឹកលោតកញ្ឆេងព្រមទាំងស្រែកខ្លាំងថាអញត្រូវឆ្នោតហើយអញត្រូវឆ្នោតហើយវើយអញមានហើយអញលែងក្រហើយអ្នកជិតខាងមួយចំនួនត្រេកអរជួយលោតនិងស្រែកបន្តតាមនីស្លឹកអរលោតស្ទើរខ្ទេចស្មៅមុខផ្ទះទៅហើយប៉ុន្តែបែរជាមិនឃើញភរិយារបស់គេចេញមកជួយត្រេកអរសោះមួយសន្ទុះធំទើបគេនឹកឃើញថាភរិយារបស់គេមិនស្រួលខ្លួនតាំងពីព្រឹកនីស្លឹកទៅលើផ្ទះបំណងប្រាប់ដំណឹងល្អនេះដល់ភរិយាគេលូកដៃទៅប៉ះរាងកាយរបស់ភរិយាធ្នមប៉ុន្តែគេស្ទើរតែកន្ត្រាក់ដៃចេញមកវិញព្រោះរាងកាយរបស់ភរិយាត្រជាក់ស្រេបដូចគ្មានឈាមរត់គេខំប្រឹងតាំងស្មារតីចាប់រាងកាយភរិយាពេញទំហឹងម្ដងទៀតម្ដងនេះបេះដូងរបស់គេធ្លាក់ក្តុកអារម្មណ៍ស្ទើរមិននៅនឹងខ្លួនពេលយកដៃម្ខាងទៅដាក់ក្បែរច្រមុះភរិយានីស្លឹករន្ធត់ចិត្តយ៉ាងខ្លាំងព្រោះច្រមុះភរិយាលែងមានដង្ហើមចេញចូលទៅហើយនីស្រែកខ្លាំងម្ដងទៀតម្ដងនេះមិនមែនស្រែកសប្បាយទៀតទេគឺស្រែកយំក្លិនអូនគេស្រែកយំដូចកូនក្មេងយំមិនបានរបស់ត្រូវចិត្តសំឡេងយំនៅពេលនេះគ្មានអ្នកស្រុកអ្នកភូមិណាម្នាក់ទេព្រោះខ្យល់ព្យុះកំពុងតែសម្ដែងរឹតធ្ងន់ធ្ងរដែរក៏ស្ងប់ស្ងាត់ទៅវិញនីស្លឹកត្រឡប់ជាបានឮសំឡេងហឹសបន្លឺចេញមកពីទីឆ្ងាយប្រៀបដូចជាសំឡេងបិសាចសាហាវកំពុងតែសើចដោយក្តីពេញចិត្តអ្វីដែលឯងសុំអញឲ្យហើយចុះនៅពេលអញសុំឯងវិញហេតុអ្វីក៏ឯងស្រែកយំវើយហឺហាស់នីស្លឹកស្ទើរតែបិទត្រចៀកទាំងសងខាងមិនចង់ឬសំឡេងនោះទេនីស្លឹកសម្លឹងមើលទៅមេឃឃើញដុំពុកមានរាងជាមនុស្សចាស់ដូចមនុស្សម្នាក់ដែលគេបានឃើញនៅក្នុងសុបិនកាលពីរាត្រីថ្ងៃសៅរ៍បិសាចនោះបានផ្ដាច់ជីវិតភរិយាសម្លាញ់របស់គេមើលចុះនាងស្លាប់ទៅទាំងបិទភ្នែកមិនជិតមានចេញឈាមមកតាមមាត់តាមច្រមុះមិនដឹងថានាងវេទនាយ៉ាងណាទេមុនពេលផុតដង្ហើមយកទៅវិញទៅអញលែងត្រូវការហើយអញលែងចង់មានហើយយកប្រពន្ធមកឲ្យអញវិញ
គ្រាន់តែនិយាយបានប៉ុណ្ណឹងនីស្លឹកក៏ខ្យល់ក្ដួលសន្លប់បាត់ស្មារតីទៅក្រោយពេលភ្ញាក់ដឹងខ្លួនវិញបែរជាខូចអារម្មណ៍លបសិតអ្នកភូមិភាគច្រើនយល់ថានីស្លឹកសប្បាយចិត្តនឹងត្រូវឆ្នោតខ្លាំងពេកក៏ប្រញាប់ទៅដាស់ប្រពន្ធដែលកំពុងដេកឲ្យមកសប្បាយជាមួយគ្នារហូតមានការជ្រុលជ្រោះដល់ថ្នាក់ច្របាច់ក៏ប្រពន្ធស្លាប់ទេប៉ុន្តែមានអ្នកខ្លះបានដឹងហេតុការណ៍ច្រើនជាងនេះសន្មតថាការស្លាប់របស់ប្រពន្ធនីស្លឹកជាធ្នូដូរលេខឆ្នោតដែលនីស្លឹកចាក់ត្រូវនោះនីស្លឹកខូចចិត្តពេកទៅជាឈួតឡប់លែងដឹងអីនឹងមិនយូរប៉ុន្មានក៏ស្លាប់ទៅតាមប្រពន្ធដែរទៅ